ជំងឺថ្លើមហ្នឹងពេលគេប្រើចុះប្រើឡោះអំបិលខ្ញាល់តែយកប្រើតិចនេះទៅយឺនោះអីគេអាហ្នឹងមកពីថ្លើមកម្រិតខ្លាំងពេកមែនហ្នឹងហើយអញ្ចឹងនៅពេលជួយការភ្លេចភ្លាំងអីទាំងអស់គេថាលុតតិចនឹងភ័យនឹងញ័រតាត់អញ្ចឹងអាថ្លើមយើងហ្នឹងគឺរាល់ជាតិពុលទាំងប្រមាណនៅក្នុងពោះវៀនយើងយល់ទេបាទបុកចូលទៅក្នុងថ្លើមយើងដើម្បីប្របែកអញ្ចឹងវាសល់ជាតិយូរ៉េបុកទៅលើទៅគេហៅ hepatic encephalopathy បានន័យថា hepatic ហ្នឹងថ្លើម encephalo ហ្នឹងពាក្យបារាំងគេហៅខួរក្បាលយើងហ្នឹង pathy ហ្នឹងខ្សោយយល់ទេបាទអញ្ចឹងតែពេលនេះទៅគឺអាហ្នឹងគឺវែងដោយសារថ្លើមអាហ្នឹងពាក្យហ្នឹងជួនកាលអ្នកខ្លះស្លាប់យល់ទេអញ្ចឹងបានគេប្រើទៅទិញស្រាទិញបារីទៅយកទឹកសុទ្ធឲ្យគេអាហ្នឹងអញ្ចឹងបាទអាហ្នឹងដោយសារថ្លើមយើងមានជាតិពុលថ្លើមអញ្ចឹងទៅមើលជាតិពុលថ្លើមហ្នឹងយើងមើលឃើញដល់តាជាតិលឿង1/2យល់ទេអាជាតិលឿងក្នុងថ្លើមហ្នឹង1/2ចឹងអ្វីដែលត្រូវធ្វើទៅវិញហ្នឹងញ៉ាំអាហារប្រូតេអ៊ីនឲ្យច្រើនបន្លែឲ្យច្រើនទៅវិញហ្នឹងតមស្រាហ្នឹងលើកទី2ហើយតមស្រាហ្នឹងឲ្យបានចុះគ្រឿងកំប៉ុងផ្អែមអត់ហូបបានកំប៉ុងអត់ទេបាទនិយាយទៅបំពន់ខ្លួនឯងនឹងមកវិញឲ្យបានមកខ្ញុំឲ្យថ្នាំទៅជួយបាទជំងឺហ្នឹងបាទយល់ទេណាបាទ